ព្រះអាទិត្យពណ៌ក្រហមដូចភ្លើងបានរំកិលចុះយឺតៗទៅជើងមេឃបញ្ចេញស្រមោលវែងអន្លាយតាមច្រាំងទន្លេនាងលីនស្លៀកសម្លៀកបំពាក់ចាស់ទ្រុឌទ្រោមព័ទ្ធជុំវិញរាងកាយស្គមស្គាំងរបស់នាងអង្គុយលុតជង្គង់នៅមាត់ទឹកបោកសម្លៀកបំពាក់ដៃរបស់នាងរឹងគោក្រៀតដោយសារការងារលំបាកចិត្តនឿយហត់ប៉ុន្តែភ្នែករបស់នាងនៅតែពោរពេញទៅដោយការអត់ធ្មត់និងភាពស្រស់ស្អាតដូចផ្កាឈូកដែលរីកចេញពីភក់ផ្អាប់នាងគឺជាក្មេងស្រីកំព្រាម្នាក់ដែលធំធាត់ឡើងដោយសារការអាណិតអាសូរពីសាច់ញាតិឆ្ងាយៗអ្វីតែមួយគត់ដែលនាងទទួលបានជាមរតកគឺទន្លេបុរាណមួយដែលតែងខ្សឹបប្រាប់រឿងរ៉ាវអាថ៌កំបាំងដែលពិបាកយល់រសៀលមួយដ៏សែនកក់ក្ដៅខណៈខ្យល់ក្ដៅកំពុងគ្របដណ្ដប់ពេញផ្ទៃដីនាងបានលើសំឡេងមួយបន្លឺឡើងសំឡេងនោះទាបនិងជ្រៅដូចជាបទចម្រៀងដ៏អាថ៌កំបាំងដែលនាងមិនធ្លាប់ឮពីមុនមកវាលាន់ឡើងពីជម្រៅបំផុតនៃទន្លេហាក់ដូចជាកំពុងទាក់ទាញបេះដូងរបស់នាងបានដើរតាមសំឡេងនោះកាត់ឫសឈើដែលរុំព័ទ្ធច្របូកច្របល់នឹងដើមជ្រៃបុរាណធំៗរហូតដល់អាងទឹកតូចមួយដែលលាក់ខ្លួននៅក្នុងព្រៃនៅទីនោះមានបុរសម្នាក់អង្គុយលើផ្ទាំងថ្មរលោងដែលគ្របដណ្ដប់ដោយស្លែបៃតងគាត់មិនដូចមនុស្សណាដែលនាងធ្លាប់ជួបឡើយស្បែករបស់គាត់មានពណ៌ងងឹតដូចឈើដែលខាត់យ៉ាងរលោងសក់ខ្មៅរលោងដូចសូត្រប៉ុន្តែអ្វីដែលធ្វើឲ្យនាងមិនអាចដកភ្នែកចេញបានគឺភ្នែករបស់គាត់ភ្នែកទាំងនោះជ្រាលជ្រៅដូចផ្ទៃទឹកនៅពេលយប់ហើយមានពន្លឺពណ៌មាសស្រទន់លាយឡំក្នុងនោះគាត់ស្លៀកសម្លៀកបំពាក់ពណ៌ងងឹតដ៏សាមញ្ញប៉ុន្តែជុំវិញខ្លួនរបស់គាត់មានអារម្មណ៍ដូចជាមានថាមពលបុរាណមួយកំពុងព័ទ្ធជុំវិញដូចអាប់ដែលអណ្ដែតលើផ្ទៃទឹកសុំទោសនាងនិយាយយ៉ាងស្រាលស្រាលសំឡេងស្ទើរតែមិនឮខ្ញុំគ្មានបំណងរំខានលោកទេបុរសនោះងាកមកមើលនាងស្នាមញញឹមស្រាលនិងទន់ភ្លន់មួយបានលេចឡើងលើបបូរមាត់របស់គាត់អ្នកមិនបានរំខានខ្ញុំទេស្រីក្មេងតូចអ្នកត្រូវបានទាក់ទាញដោយបទចម្រៀងនៃស្ទឹងទឹកដូចខ្ញុំដែរសំឡេងរបស់គាត់ទន់ភ្លន់ដូចស្ទឹងទឹកដែលហូរកាត់ផ្ទាំងថ្មយ៉ាងជ្រាលជ្រៅខ្ញុំមានឈ្មោះថាពិសិដ្ឋចាប់ពីថ្ងៃនោះមកពិសិដ្ឋតែងតែបង្ហាញខ្លួននៅមាត់ទន្លេរាល់ពេលដែលនាងមកបោកខោអាវនិងប្រមូលបន្លែព្រៃគាត់មិនដែលនិយាយអំពីផ្ទះឬគ្រួសាររបស់គាត់ឡើយអ្វីដែលគាត់និយាយមានតែរឿងអំពីទន្លេអាថ៌កំបាំងនិងវិញ្ញាណបុរាណដែលថែរក្សាស្ទឹងទឹកពិសិដ្ឋបានបង្រៀននាងថាត្រីប្រភេទណាងាយរកស្មៅឱសថប្រភេទណាអាចព្យាបាលជំងឺបានពេលខ្លះគាត់គ្រាន់តែអង្គុយស្ងៀមៗសម្លឹងមើលទៅទឹកហូរហើយនាងក៏មានអារម្មណ៍ថាមានក្តីសុខមួយដែលមិនអាចពណ៌នាបាននៅពេលដែលនៅក្បែរគាត់នាងដែលជាធម្មតាប្រុងប្រយ័ត្នចំពោះមនុស្សចម្លែកបែរជាត្រូវបានទាក់ទាញដោយភាពស្ងៀមស្ងាត់និងភាពរឹងមាំរបស់គាត់ជាមនុស្សអត់ធ្មត់ចិត្តល្អហើយភ្នែករបស់គាត់ហាក់ដូចជាយល់អ្វីៗច្រើនជាងពាក្យសម្ដីគាត់មិនដែលព្យាយាមប៉ះពាល់នាងឡើយប៉ុន្តែការមានអវត្តមានរបស់គាត់តែជាធ្វើឲ្យនាងមានអារម្មណ៍ដូចជាកំពុងស្ថិតនៅក្នុងភាពកក់ក្ដៅមួយនាងចាប់ផ្ដើមទន្ទឹងរង់ចាំការជួបគាត់ជារៀងរាល់ថ្ងៃបេះដូងរបស់នាងលោតញាប់ដូចមេអំបៅជាប់ក្នុងអន្ទាក់រាល់ពេលដែលនាងឃើញស្រមោលរបស់គាត់នៅមាត់ទឹកអ្នកភូមិចាប់ផ្ដើមនិយាយខ្សឹបខ្សៀវអំពីបុរសចម្លែកម្នាក់នោះគាត់ជានរណាគាត់បង្ហាញខ្លួនហើយបាត់ខ្លួនដូចអាប់គាត់មើលទៅមិនមែនជាមនុស្សធម្មតាទេប៉ុន្តែនាងមិនខ្វល់ឡើយពិភពរបស់នាងដែលធ្លាប់ឯកានិងស្ងប់ស្ងាត់បច្ចុប្បន្នពោរពេញទៅដោយពណ៌ស្រស់ស្អាតដោយសារវត្តមានរបស់ពិសិដ្ឋប៉ុន្តែនៅក្នុងរដូវប្រាំងមួយដ៏ហួងហែងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបានគំរាមកំហែងដល់ដែនដីទាំងមូលទន្លេដែលធ្លាប់ហូរខ្លាំងដូចនាគធំមួយដែលកំពុងគ្រហឹមបច្ចុប្បន្ននៅសល់តែស្ទឹងតូចៗហូរយឺតតែប៉ុណ្ណោះត្រីជាច្រើនងាប់អណ្ដែតលើផ្ទៃទឹកដំណាំក្នុងស្រែចម្ការចាប់ផ្ដើមក្រៀមស្វិតហើយគ្រោះមហន្តរាយមួយកំពុងខិតជិតមកដល់យ៉ាងស្ងៀមស្ងាត់អ្នកភូមិទាំងឡាយអស់សង្ឃឹមនាំគ្នាបន់ស្រន់ដល់អាទិទេពនិងវត្ថុស័ក្តិសិទ្ធិសូមកុំឲ្យភ្លៀងធ្លាក់មកជួយសង្គ្រោះដល់ដីស្ងួតហួងហែងចិត្តរបស់នាងយ៉ាងធ្ងន់ធ្ងរដូចថ្មនាងដើរទៅកាន់ប្រឡាយទឹកដែលស្ងួតប្រេះបែកដោយភាពឯកានិងសោកសៅពិសិដ្ឋនាងស្រែកហៅដោយសំឡេងស្អកស្អាប់ពោរពេញទៅដោយភាពអស់សង្ឃឹមលោកនៅឯណា
ទន្លេកំពុងស្លាប់ហើយភូមិរបស់យើងកំពុងស្លាប់ដែរភ្លាមនោះអាកាសធាតុជុំវិញបានក្លាយទៅជាធ្ងន់អាប់អួរពោពេញទៅដោយថាមពលអាចកំបាំងដែលមើលមិនឃើញសំឡេងគ្រហឹមតិចបានលាន់ឮពីជម្រៅបំផុតនៃទន្លេពិសិដ្ឋបានបង្ហាញខ្លួនឡើងវិញប៉ុន្តែលើកនេះគាត់ខុសប្លែកពីមុនភ្នែករបស់គាត់បញ្ចេញពន្លឺពណ៌បៃតងត្បូងមរកតហើយស្បែករបស់គាត់ភ្លឺចាំងដូចឥន្ធនូខ្យល់ជុំវិញខ្លួនញ័ររំជួលដោយអំណាចបុរាណដ៏មហិមានាងយើងគឺជាអ្នកការពារស្ទឹងទឹកនេះយើងជាព្រះរាជបុត្រនៃព្រះនាគនៅពេលទន្លេឈឺចាប់អាណាចក្ររបស់យើងក៏ឈឺចាប់ដែរយើងមិនទុកឲ្យរឿងនេះបន្តទៀតបានឡើយនៅចំពោះភ្នែកដ៏ភ្ញាក់ផ្អើលរបស់នាងពិសិដ្ឋចាប់ផ្ដើមផ្លាស់ប្ដូររូបរាងកាយរបស់គាត់លាតសន្ធឹងវែងឡើងសន្តានជាមនុស្សចាប់ផ្ដើមរលាយម្ដងបន្តិចស្រកានាគដែលភ្លឺចាញ់ចាំងដោយត្បូងមរកតនិងត្បូងកណ្ដៀវបានលេចឡើងលើរាងកាយរបស់គាត់លែងជាបុរសទៀតហើយប៉ុន្តែគាត់ខ្លាចទៅជាព្រះនាគដ៏មហិមាមួយអង្គទោះជាយ៉ាងណាភ្នែករបស់គាត់គឺតែជាភ្នែកដដែលដែលនាងធ្លាប់ស្គាល់ភ្នែកដែលជ្រាលជ្រៅពោពេញទៅដោយភាពទន់ភ្លន់តែពេលនេះវាកំពុងឆេះដោយថាមពលដ៏បរិសុទ្ធនាងមានការភ័យខ្លាចប៉ុន្តែនាងមិនបានរត់គេចឡើយសេចក្តីស្រឡាញ់របស់នាងចំពោះគាត់មានកម្លាំងខ្លាំងជាងភាពភ័យខ្លាចនាងអាចមើលឃើញការឈឺចាប់នៅក្នុងភ្នែករបស់គាត់នាងក៏អាចដឹងបន្ទុកធ្ងន់ធ្ងរដែលគាត់ស្ពាយអស់ជាច្រើនទសវត្សរ៍ជាមួយនឹងសម្លេងក្រហមក៏ក្រាកផែនដីពិសិដ្ឋក្នុងរូបរាងពិតរបស់គាត់បានមុជចូលទៅក្នុងជម្រៅទឹកនៃទន្លេដែលស្ងួតហួងហែងទឹកចាប់ផ្ដើមក្រឡុកកម្លាំងអាចកម្បាំងដ៏ខ្លាំងបានផ្ទុះឡើងពីបាតទន្លេមេឃដែលធ្លាប់ភ្លឺថ្លាបែរប្រែជាខ្លាចជាងងឹតអាប់អួរភ្នែកបន្តបាញ់កាត់ផ្ទៃមេឃផ្គរលាន់ក្រហមពេញផែនដីហើយបន្ទាប់មកភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងទឹកភ្លៀងបានលាងសម្អាតភាពរាំងស្ងួតវាបានស្រោចស្រពដីដែលប្រះបែកវាបានធ្វើឲ្យទន្លេរស់ឡើងវិញអ្នកភូមិដែលឃើញអភូតហេតុនោះពីចម្ងាយបាននាំគ្នាលុតជង្គង់ចុះពួកគេពោពេញទៅដោយការគោរពនិងការកោតសរសើរពួកគេបានឃើញស្រមោលនាគដ៏ធំមួយនៅកណ្ដាលព្យុះភ្លៀងហើយពួកគេក៏ដឹងថាព្រះនាគបានឆ្លើយតបនឹងការបន់ស្រន់របស់ពួកគេនៅពេលព្យុះបានស្ងប់ហើយទន្លេបានហូរពេញដោយជីវិតម្ដងទៀតពិសិដ្ឋក៏ត្រឡប់មកកាន់ឈូកទឹកសម្ងាត់នោះវិញរាងកាយជាមនុស្សរបស់គាត់បានកកើតឡើងពីអាប់ស្រាលគាត់មើលទៅនឿយហត់ខ្លាំងប៉ុន្តែភ្នែករបស់គាត់ពោពេញទៅដោយភាពសោកសៅឥឡូវនេះអ្នកបានឃើញការពិតអំពីខ្ញុំហើយខ្ញុំមិនមែនជាមនុស្សនៃពិភពលោករបស់អ្នកទេជោគវាសនារបស់ខ្ញុំត្រូវបានចងភ្ជាប់ជាមួយស្ទឹងទឹកនិងជាមួយជម្រៅនិងអាចកំបាំងរបស់វានាងដើរចូលទៅជិតគាត់បេះដូងរបស់នាងឈឺចាប់ខ្លាំងណាស់ប៉ុន្តែខ្ញុំក៏ត្រូវចងភ្ជាប់ជាមួយលោកដែរពិសិដ្ឋខ្ញុំមានអារម្មណ៍បែបនេះតាំងពីដំបូងដែលបានឮបទចម្រៀងរបស់លោកនាងលុកដៃទៅមុខគាត់ដៃតូចរបស់នាងញ័របន្តិចហើយប៉ះទង្គិចរបស់គាត់យ៉ាងទន់ភ្លន់ដូច្នេះមានន័យថាយើងមិនអាចរស់នៅជាមួយគ្នាមែនទេពិសិដ្ឋបិទភ្នែកគាត់ផ្អែកមុខទៅលើដៃរបស់នាងបេះដូងរបស់ខ្ញុំគឺជារបស់អ្នកប៉ុន្តែព្រះនាគមិនអាចរស់នៅលើគោកបានទាំងស្រុងទេដូចដែលមនុស្សមិនអាចដកដង្ហើមនៅក្រោមទឹកបានដែរពិភពលោករបស់យើងអាចប៉ះគ្នាបានអាចស្រឡាញ់គ្នាបានប៉ុន្តែមិនអាចរួមបញ្ចូលគ្នាតែមួយបានពេញលេញឡើយទឹកភ្នែកនាងក៏ហូរស្រក់មកចុះតាមថ្ពាល់ប៉ុន្តែនាងយល់សេចក្តីស្រឡាញ់របស់ពួកគេគឺជាស្ពានភ្ជាប់រវាងអាណាចក្រទាំងពីរជាស្ពានដ៏ស្រស់ស្អាតប៉ុន្តែផុយស្រួយចុះយើងនៅជាមួយគ្នាបានដូចម្ដេចទៅពិសិដ្ឋបើកភ្នែកឡើងវិញហើយស្នាមញញឹមទន់ភ្លន់ដែលនាងធ្លាប់ស្គាល់ក៏លេចឡើងលើបបូរមាត់របស់គាត់ម្ដងទៀតសេចក្តីស្រឡាញ់របស់យើងបាននាំជីវិតត្រឡប់មកកាន់ស្ទឹងទឹកនេះវិញវាបានប្រទានពរដល់ដែនដីនេះហើយនៅទីណាដែលមានសេចក្តីស្រឡាញ់ពិតប្រាកដនៅទីនោះតែងតែមានផ្លូវមួយជានិច្ចដូច្នេះរឿងស្នេហារបស់ពួកគេមិនបានបញ្ចប់ដូចរឿងធម្មតាឡើយពិសិដ្ឋមិនអាចរស់នៅក្នុងរូបរាងកាយជារៀងរហូតបានទេហើយនាងក៏មិនអាចក្លាយជាព្រះនាងនាគបានដែរប៉ុន្តែចំណងស្នេហារបស់ពួកគេបានផ្លាស់ប្ដូរភូមិទាំងមូលនាងត្រូវបានគេស្គាល់ថាបុត្រីនៃស្ទឹងទឹកអ្នកភូមិគ្រប់គ្នាគោរពស្រឡាញ់នាងបានលះបង់ជីវិតទាំងមូលដើម្បីការពារស្ទឹងទឹកឲ្យទឹកនៅតែបរិសុទ្ធនិងដែនដីសងខាងមានជីវិតនិងជីវជាតិចំណែកឯពិសិដ្ឋវិញនៅក្នុងរូបរាងកាយរបស់គាត់តែងតែផុសឡើងពីជម្រៅទឹកនៅពេលប្រឡប់
រាងកាយដ៏ធំរបស់គាត់អាចមើលឃើញបានតែនាងប៉ុណ្ណោះភ្នែករបស់គាត់និងភ្នែករបស់នាងបានជួបគ្នាឆ្លងកាត់ផ្ទៃទឹកដែលភ្លឺរលោងក្រោមពន្លឺព្រះច័ន្ទពេលខ្លះនៅរដូវវស្សាពេលស្ទឹងទឹកជន់ឡើងនាងនឹងមានអារម្មណ៍ថាកម្លាំងអាថ៌កំបាំងមួយកំពុងទាញហៅនាងនឹងលិចចុះទៅក្នុងទឹកយឺតហើយតាមរបៀបដែលមានតែពួកគេទាំងពីរតែប៉ុណ្ណោះដែលយល់វិញ្ញាណរបស់នាងភ្ជាប់ជាមួយនឹងវិញ្ញាណរបស់ពិសិដ្ឋនាងនឹងធ្វើដំណើរចូលទៅក្នុងអាណាចក្រដ៏អស្ចារ្យរបស់ព្រះនាគនាងបានឃើញទីក្រុងបាតសមុទ្រដ៏ស្រស់ស្អាតព្រះរាជវាំងធ្វើពីត្បូងភ្លឺចាញ់ចាំងនិងអច្ឆរិយៈវត្ថុជាច្រើនដែលមនុស្សធម្មតាមិនធ្លាប់បានឃើញសេចក្តីស្រឡាញ់របស់ពួកគេបានឆ្លងផុតព្រំដែននៃរូបកាយនិងពិភពលោកវាបានក្លាយទៅជាសម្លេងខ្សឹបដ៏អស្ចារ្យដែលហូរតាមស្ទឹងទឹកដ៏ធំនេះជារឿងរហូតពេលវេលាបានកន្លងផុតទៅដោយស្ទឹងទឹកដែលហូរមិនឈប់ចំណងស្នេហារបស់នាងនិងពិសិដ្ឋបានចាប់ផ្ដើមចាក់ឫសជាងអ្វីដែលនរណាម្នាក់អាចយល់បាននាងបានប្រើជីវិតដែលនៅសល់ដើម្បីទៅក្លាយទៅជាអ្នកការពារស្ទឹងទឹកយ៉ាងពិតប្រាកដនាងតែងតែប្រុងប្រយ័ត្នមិនឲ្យនរណាម្នាក់បំផ្លាញស្ទឹងទឹកឬកេងប្រវ័ញ្ចធនធានធម្មជាតិលើសកម្រិតឡើយអ្នកភូមិគោរពស្រឡាញ់នាងណាស់ហើយគេហៅនាងថាបុត្រីនៃស្ទឹងទឹកប៉ុន្តែគ្មាននរណាម្នាក់ដឹងឡើយថានៅក្រៅភាពស្ងប់ស្ងាត់របស់នាងមានអាថ៌កំបាំងដ៏ស័ក្តិសិទ្ធិមួយកំពុងលាក់ខ្លួនជាច្រើនខែបានកន្លងផុតទៅយឺតស្ទឹងទឹកនៅតែពោរពេញទៅដោយជីវិតនិងភាពសម្បូរបែបប៉ុន្តែការបង្ហាញខ្លួនរបស់ពិសិដ្ឋបានកាន់តែតិចទៅរហូតដល់ថ្ងៃមួយគាត់បានបាត់ខ្លួនទាំងស្រុងនាងមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងក្នុងចិត្តការនឹករលឹកស្ងប់ស្ងាត់បានស៊ីបំផ្លាញបេះដូងរបស់នាងបន្តិចម្ដងនាងព្យាយាមភ្ជាប់វិញ្ញាណទៅកាន់គាត់ដោយដែលធ្លាប់ធ្វើកន្លងមកប៉ុន្តែការភ្ជាប់ហាក់ដូចជាកាន់តែឆ្ងាយទៅដោយសំឡេងខ្សឹបមួយដែលកំពុងរសាត់បាត់ទៅក្នុងសុបិនរៀងរាល់ថ្ងៃនាងអង្គុយចាំនៅមាត់ទឹកចាប់តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិចនាងសម្លឹងរមើលស្រមារបស់គាត់ដែលធ្លាប់បង្ហាញខ្លួននៅទីនោះប៉ុន្តែអ្វីដែលនៅសល់មានតែភាពទទេស្អាតនៅពេលយប់នាងបានសម្លឹងមើលផ្ទៃទឹកដែលភ្លឺរលោងក្រោមពន្លឺព្រះច័ន្ទនាងសង្ឃឹមថាគាត់នឹងផុសចេញមកពីជម្រៅទឹកម្ដងទៀតប៉ុន្តែអ្វីដែលឆ្លើយតបមានតែភាពស្ងៀមស្ងាត់តែប៉ុណ្ណោះភាពឯកោបានចាប់ផ្ដើមស៊ីបេះដូងរបស់នាងប៉ុន្តែពិសិដ្ឋមិនបានបាត់ខ្លួនដោយគ្មានមូលហេតុនោះទេនៅក្នុងអាណាចក្រសមុទ្ររបស់ព្រះនាគកំពុងមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយកើតឡើងមានអំណាចអាថ៌កំបាំងមួយកំពុងរំខានដល់ប្រភពផាមពលនៃទឹកក្រោមដីវាធ្វើឲ្យតុល្យភាពនៃពិភពបាល់តាល់បានចាប់ផ្ដើមរំជួយអំណាចអាក្រក់បុរាណមួយបានភ្ញាក់ឡើងពីដំណេកដ៏យូរអង្វែងក្នុងនាមជាអ្នកការពារស្ទឹងទឹកពិសិដ្ឋត្រូវតែលះបង់ខ្លួនទាំងស្រុងដើម្បីការពារអាណាចក្ររបស់គាត់ដូច្នេះគាត់មិនអាចបង្ហាញខ្លួនឬភ្ជាប់វិញ្ញាណជាមួយនាងដូចមុនម៉ានទៀតឡើយទោះបីជាបេះដូងរបស់គាត់នឹករលឹកនាងមិនចាញ់នាងក៏ដោយខណៈដែលពិសិដ្ឋកំពុងជាប់រវល់ជាមួយភារកិច្ចដ៏ធ្ងន់ធ្ងរនៅក្នុងពិភពបាល់តាមនុស្សក្រៅភពមួយក្រុមដែលពោរពេញទៅដោយភាពលុបលំបានធ្វើដំណើរមកដល់មាត់ទន្លេពួកគេមិនខ្វល់ពីប្រពៃណីឬបុណ្យស័ក្តិភាពស័ក្តិនៃស្ទឹងទឹកឡើយគោលបំណងរបស់ពួកគេគឺមកកាប់បំផ្លាញព្រៃស័ក្តិសិទ្ធិរបស់អ្នកភូមិនិងជីកយករ៉ែតាមបាតទន្លេមិនយូរប៉ុន្មានទឹកបានចាប់ផ្ដើមល្អក់ត្រីចាប់ផ្ដើមអណ្ដែតងាប់រុក្ខជាតិនិងតាមច្រាំងក៏ក្រៀមស្វិតនាងអាចមានអារម្មណ៍ថាស្ទឹងទឹកកំពុងឈឺចាប់នាងព្យាយាមព្រមានអ្នកភូមិអំពីគ្រោះថ្នាក់នេះប៉ុន្តែអ្នកភូមិភាគច្រើនបែរជាភ័យខ្លាចអំណាចរបស់មនុស្សក្រៅពួកគេមិនហ៊ានសូម្បីតស៊ូហើយគ្រោះមហន្តរាយថ្មីមួយក៏កំពុងខិតជិតមកដល់យ៉ាងស្ងៀមស្ងាត់នាងមានអារម្មណ៍ឯកោនិងគ្មានកម្លាំងចិត្តដោយគ្មានវត្តមានរបស់ពិសិដ្ឋនៅក្បែរនាងប៉ុន្តែការបដិញ្ញាចិត្តរបស់បុត្រីនៃស្ទឹងទឹកកាន់តែរឹងមាំជាងមុននាងបានទៅជាមួយអ្នកភូមិហើយអង្វរសុំឲ្យអ្នកភូមិជួយការពារស្ទឹងទឹកប៉ុន្តែគ្មាននរណាស្ដាប់នាងឡើយយប់មួយខណៈពេលដែលនាងលុតជង្គង់នៅមាត់ទឹកបន់ស្រន់សុំជំនួយនាងក៏មានអារម្មណ៍ថាមានថាមពលមួយដែលធ្លាប់កំពុងហូរមកជិតនាងវាខ្សោយជាងមុនប៉ុន្តែច្បាស់គ្រប់គ្រងឲ្យនាងទទួលអារម្មណ៍បានសំឡេងខ្សឹបមួយដែលគ្មានពាក្យសម្ដីបានលាន់ឮនៅក្នុងចិត្តរបស់នាងវាដូចជាសំឡេងរបស់ពិសិដ្ឋដែលកំពុងព្យាយាមផ្ញើសារមកកាន់នាងថា
Chỗ chú chết lơខ្លួនឯងកំឡុងរបស់អ្នកកាត់ចេញពីសេចក្តីស្រឡាញ់នាងបិទភ្នែកចុះនាងដឹងថាពិសិដ្ឋមិនអាចមកជួបនាងមកជួយនាងដោយផ្ទាល់បានទេប៉ុន្តែក៏បានផ្ដល់កម្លាំងចិត្តដល់នាងរួចហើយនាងចាប់ផ្ដើមយល់ថាទោះបីគ្មានគាត់នៅក្បែរក៏ដោយនាងក៏នៅតែជាអ្នកការពារស្ទឹងទឹកដដែលនេះគឺជាកាតព្វកិច្ចរបស់នាងហើយនាងដឹងថានាងត្រូវធ្វើអ្វីព្រឹកថ្ងៃបន្ទាប់នាងបានប្រមូលភាពក្លាហានទាំងអស់នាងដើរទៅរកក្រុមមនុស្សក្រៅដែលកំពុងកាប់បំផ្លាញព្រៃឈើនិងជីកបាតទន្លេនាងមិនបានប្រើពាក្យសម្ដីគំរាមកំហែងឡើយផ្ទុយទៅវិញនាងបានប្រើចំណេះដឹងដែលពិសេសធ្លាប់បង្រៀននាងអំពីច្បាប់ធម្មជាតិនាងបានពន្យល់ពីការខូចខាតដែលកំពុងកើតឡើងនៅលើដីព្រៃនិងស្ទឹងទឹកនាងបានប្រាប់ពួកគេថាផលវិបាកទាំងអស់នឹងត្រឡប់មករកពួកគេវិញនៅថ្ងៃណាមួយបន្ទាប់មកនាងបានរៀបរាប់អំពីរឿងរ៉ាវព្រះនាគការពារស្ទឹងទឹកសម្លេងរបស់នាងពោពេញដោយជំនឿនិងសេចក្តីស្មោះត្រង់ដំបូងឡើយមនុស្សក្រៅនោះមិនខ្វល់ឡើយពួកគេសើចចុកអកឲ្យនាងប៉ុន្តែនាងបាននៅតែបន្តនិយាយភ្នែករបស់នាងភ្លឺដោយភាពស្មោះត្រង់ពាក្យសម្ដីរបស់នាងចេញពីបេះដូងពិតប្រាកដបន្តិចម្ដងទំនុកចិត្តនិងភាពក្រអឺតក្រទមរបស់ពួកគេបានចាប់ផ្ដើមរង្គោះរង្គើនៅខាងក្រោយនាងអ្នកភូមិដែលធ្លាប់ភ័យខ្លាចក៏ចាប់ផ្ដើមមកឈរជុំគ្នាក្នុងការភ្នែករបស់ពួកគេមានតែក្តីសង្ឃឹមនិងជំនឿកើតឡើងម្ដងទៀតភ្លាមនោះមេឃដែលធ្លាប់ភ្លឺថ្លាក៏ប្រែជាងងឹតយ៉ាងឆាប់រហ័សសំឡេងគ្រហឹមដ៏កក្រើកមួយបានលាន់ឮពីជម្រៅបាតសមុទ្រទន្លេទោះបីមិនមានរូបរាងរបស់ព្រះនាគបង្ហាញខ្លួនក៏ដោយប៉ុន្តែថាមពលដ៏មហិមាបានធ្វើឲ្យផ្ទៃទឹកក្រឡុកឡើងវិញខ្យល់បក់ខ្លាំងធូលីដីនិងកំទេចឈើហោះពេញអាកាសដើមឈើធំដែលនៅសេសសល់ហាក់ដូចជាកំពុងញ័រដោយកំហឹងរបស់ធម្មជាតិមនុស្សក្រៅទាំងនោះភ័យខ្លាចយ៉ាងខ្លាំងពួកគេមិនធ្លាប់ជួបប្រទះអំណាចអាថ៌កំបាំងបែបនេះឡើយមុខរបស់ពួកគេស្លេកស្លាំងពួកគេប្រញាប់ប្រមូលសម្ភារៈហើយរត់គេចមិនគិតពីជីវិតនៅពេលភាពចលាចលបានស្ងប់ស្ងាត់ពន្លឺព្រះអាទិត្យក៏ចាំងមកលើផ្ទៃទឹកម្ដងទៀតស្ទឹងទឹកបានត្រឡប់ទៅស្ងប់ស្ងាត់ដូចគ្មានអ្វីកើតឡើងនាងសម្លឹងមើលផ្ទៃទឹកដ៏ចែងចាំងនាងដឹងថាពិសិដ្ឋនៅទីនោះទោះបីជាមិនអាចមើលឃើញគាត់ដោយភ្នែកទទេក៏ដោយគាត់មិនបង្ហាញខ្លួនដើម្បីបណ្ដេញអ្នកឈ្លានពានដោយផ្ទាល់ទេប៉ុន្តែគាត់បានប្រើអំណាចរបស់គាត់ដើម្បីគ្រប់គ្រងភាពក្លាហានរបស់នាងនិងជំនឿរបស់អ្នកភូមិគាត់ចង់ឲ្យពួកគេរៀនការពារខ្លួនឯងព្រឹត្តិការណ៍នេះបានធ្វើឲ្យចំណងរវាងនាងនិងពិសិដ្ឋនិងអ្នកភូមិកាន់តែរឹងមាំជាងមុនអ្នកភូមិទាំងអស់បានយល់ថានាងគឺជាមនុស្សដែលអាចតាក់ទងជាមួយព្រះនាគបានពួកគេចាប់ផ្ដើមជឿជាក់លើនាងកាន់តែខ្លាំងហើយនាំគ្នាការពារស្ទឹងទឹកដោយការយល់ដឹងនិងការគោរពធម្មជាតិសេចក្តីស្រឡាញ់របស់នាងនិងពិសិដ្ឋនៅតែបន្តទៅមុខវាគឺជាសេចក្តីស្រឡាញ់ដែលគ្មានព្រំដែននៃរូបរាងឬពិភពលោកទោះបីជាការជួបរបស់ពួកគេកាន់តែកម្រឡើងក៏ដោយរាល់ពេលដែលវិញ្ញាណរបស់នាងអណ្ដែតចូលទៅក្នុងជម្រៅស្ទឹងទឹកដើម្បីជួបពិសិដ្ឋនៅក្នុងអាណាចក្រដ៏អស្ចារ្យរបស់គាត់នាងនៅតែមានអារម្មណ៍ដល់សេចក្តីស្រឡាញ់ដ៏រឹងមាំសេចក្តីស្រឡាញ់ដែលមិនធ្លាប់រសាត់បាត់ហើយរឿងរ៉ាវរបស់ពួកគេក៏បានក្លាយទៅជារឿងព្រេងដែលត្រូវបាននិយាយតៗគ្នាអំពីបុត្រីនៃស្ទឹងទឹកនិងព្រះនាគអ្នកការពារស្ទឹងទឹកដ៏អស្ចារ្យមួយរឿងនេះនៅតែរស់នៅក្នុងសំឡេងទឹកហូរខ្យល់បក់កាត់ស្លឹកឈើនិងបេះដូងរបស់អ្នកដែលជឿសេចក្តីស្រឡាញ់ពិតអាចឆ្លងកាត់ព្រំដែនសូម្បីតែរវាងមនុស្សនិងអាណាចក្រនេះក៏ដោយនាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់រឿងនិទានរបស់នាងខ្ញុំពីដើមរហូតដល់ចប់សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ like និង subscribe channel ខ្ញុំម្នាក់មួយផងដើម្បីនាងខ្ញុំចេញវីដេអូថ្មីៗជូនទៀត